យើងថ្ងៃនេះយើងនៅទីកម្មវិធីក្របភេងដំបូងយើងត្រូវចុចពាក្យថាថ្ងៃនេះ photo សិនបន្តមកទៀតយើងចុចលើវាពេលចុចលើវាហើយវាលើរូបបែបនេះទៅមកទៀតមកយើងចុចពាក្យថា file ចុចពាក្យថា open បន្តមកទៀតយើងជ្រើសរើសរូបភាពណាមួយដែលយើងពេញចិត្តឧទាហរណ៍រូបមួយនេះតែមកទៀតនៅក្នុងការក្របរូបភាពមានពីរប្រភេទយើងអាចក្របតាមក្របយើងអាចក្របជារូបថ្មីមួយទៀតគឺយើងចូលមកកន្លែងនេះតែមកអ្នកយើងឃើញអាសញ្ញានេះអាសញ្ញាចុចតាមនេះដាច់អាសញ្ញាដាច់តែមកយើងទាញវាមកយើងទាញកែមវាមកឃើញទេយើងទាញវាចឹងមកតែមកទៀតយើងចុចសញ្ញាគ្រឿងនៅត្រង់កន្លែងនេះឃើញទេចឹងបានមួយហើយនឹងវិធីក្របម្យ៉ាងទៀតគឺយើងក្របតាមរបៀបសញ្ញាមួយទៀតគឺយើងយកវាមានច្រើនប្រភេទយើងរកវាអាចជាការ៉េជាមុំជាយើងយកអានេះទៅថ្មីយើងចឹងទៅមកទៀតយើងអូថាយើងក្របវាត្រឹមក្បាលវាតែមកទៀតយើងជិះពាក្យថា image ជិះពាក្យថា crop នៅទីនេះវាក្របបានហើយដូច្នេះយើងអាចបានហើយ